ពីក្រុមហ៊ុនដែលប៊ីតែនឹងខ្សែធនคล้ายទៅជាក្រុមហ៊ុនដែលមានតម្លៃច្រើនជាងគេបំផុតនៅក្នុងពិភពលោកតើគាត់ធ្វើបានដោយរបៀបណាទៅស្ដាប់ទាំងអស់គ្នាវិលត្រឡប់ទៅកាលពីឆ្នាំ2002មានសេដ្ឋីកំឡោះម្នាក់ដែលមានឈ្មោះថា Elon Musk ដែលគាត់ទៅតែបានលក់ក្រុមហ៊ុនរបស់ខ្លួនឯងបានលុយយ៉ាងច្រើនរហូតដល់ទៅជាង$200 លានសហរដ្ឋអាមេរិកតាមចំនួនលុយដែលគាត់ទទួលបានគឺថាគាត់អត់ចាំបាច់ធ្វើការទៀតពេញមួយជីវិតក៏បានដែរជំនួសឲ្យការដេកសោយសុកនៅក្នុងផ្ទះអត់មានអីធ្វើ Elon Musk ក៏មានគំនិតមួយគិតថាបើសិនជាថ្ងៃណាមួយទៅស្រាប់តែមានសង្គ្រាមនុយក្លេអ៊ែរកើតឡើងនៅក្នុងពិភពលោកឬក៏មានអាចកាយធ្លាក់មកដែលបណ្ដាលឲ្យភពផែនដីនឹងគឺទទួលរងអត្តពលធ្ងន់ធ្ងរនោះមនុស្សយើងនឹងអាចផុតពូជទៅទេបែបហ្នឹងប្រកាសជាមិនបានទេដូច្នេះយើងត្រូវតែព្យាយាមរកវិធីអ្វីម្យ៉ាងដើម្បីហោះទៅភពអង្គារទុកឲ្យមនុស្សបន្តពូជនៅទីនោះតែបន្ទាប់ពី Elon Musk បានទៅ check មើលនៅក្នុង website របស់ក្រុមហ៊ុន NASA ក៏ស្រាប់តែបានឃើញទិន្នន័យឬក៏ព័ត៌មានមួយដែលគួរឲ្យរន្ធត់បំផុតនោះគឺ NASA លែងមានគោលបំណងឬក៏គោលដៅនឹងហោះទៅដល់ភពអង្គារទៀតហើយបន្ទាប់ពីក្រុមបច្ចេកវិទ្យាពិភពលោកធ្លាប់បានបញ្ជូនមនុស្សទៅកាន់ភពព្រះច័ន្ទរួចចាប់ពីពេលនោះមក technology របស់សហរដ្ឋអាមេរិកក៏កាន់តែថយចុះឬក៏ចុះខ្សោយជាបន្តបន្ទាប់រហូតធ្វើឲ្យបច្ចេកវិទ្យានេះត្រូវបានប្រទេសរុស្ស៊ីវ៉ាដាច់តែម្ដងធ្វើឲ្យ Elon Musk ក៏បញ្ញាប់ហោះទៅប្រទេសរុស្ស៊ីដើម្បីសុំទិញ rocket ឬហៅថា rocket ដោយគាត់រំពឹងថាគាត់នឹងអាចហោះទៅភពអង្គារដោយប្រើ rocket នឹងបានយ៉ាងជោគជ័យធ្វើឲ្យមនុស្សជាច្រើនមែនទែនមានអារម្មណ៍ថា excited រំភើបរងចាំមើលហើយ NASA ក៏ត្រឡប់មកផ្ដល់ការវិនិយោគជាមួយនឹងក្រុមហ៊ុន SpaceX ម្ដងទៀតប៉ុន្តែបន្ទាប់ពី Elon Musk នឹងបានហោះទៅប្រទេសរុស្ស៊ីនឹងច្រើនលើកច្រើនសារអ្វីដែលកើតឡើងនោះគឺជនជាតិរុស្ស៊ីនឹងគឺគ្មានអាគេមើលក្បាល Elon Musk សូម្បីតែបន្តិចសោះតែម្ដងពួកគេមើងងាយថា Elon Musk ហ្នឹងគឺគ្រាន់តែកូនក្មេងទូចមួយដែលដេកយសពកណ្ដាលថ្ងៃពួកគឺជាកូនក្មេងដែលចេះតែសម័យតែផ្ដាស់ហើយប្រទេសរុស្ស៊ីក៏បោក Elon Musk ដោយលក់រ៉ុកែតឲ្យក្នុងតម្លៃដែលថ្លៃខ្លាំងបំផុតធ្វើឲ្យ Elon Musk ហ្នឹងខឹងខ្លាំងមែនទែនហើយក៏គុំទុកតែម្ដងត្រឡប់មកវិញ Elon Musk ក៏ប្រើប្រាស់កុំព្យូទ័រខ្លួនឯងដើម្បីគណនាតម្លៃដើមនៃការផលិតរ៉ុកែតដោយខ្លួនឯងតាមប្រព័ន្ធ Excel ហើយក៏បានឃើញថាថ្លៃដើមនៃការផលិតរ៉ុកែតហ្នឹងគឺវាថោកខ្លាំងមែនទែនវាមានត្រឹមតែ 2% នៃតម្លៃដែលលក់តែប៉ុណ្ណោះធ្វើឲ្យគាត់សួរខ្លួនឯងថាហើយចុះអា 98% ទៀតហ្នឹងវាបានមកពីណាអញ្ចឹងមានន័យថាទីផ្សារផលិតរ៉ុកែតហ្នឹងវាទទួលបានចំណេញទៅលុបពេកហើយពីព្រោះថាក្រុមហ៊ុនដែលផលិតរ៉ុកែតហ្នឹងបានគឺមានតែប្រហែលក្រុមហ៊ុនតែប៉ុណ្ណោះថែមទាំងការដែលប្រើប្រាស់រ៉ុកែតម្ដងឲ្យផ្ទុះរួចចោលហ្នឹងគឺវាពិតជាខ្ជះខ្ជាយខ្លាំងណាស់ហើយចុះបើសិនជាអ្នកដែលប្រើប្រាស់យន្តហោះហើយស្រាប់តែប្រើម្ដងហើយឈប់ប្រើទៀតមិនថ្លៃសពុតយន្តហោះនឹងថ្លៃងាប់នេះដូច្នេះយើងត្រូវតែមានវិធីអីដើម្បីកសាងរ៉ុកែតនឹងដែលអាចប្រើប្រាស់ម្ដងហើយប្រើប្រាស់ម្ដងទៀតបានដូចជាយន្តហោះអញ្ចឹងវិធីនឹងហើយគឺជាវិធីតែម្យ៉ាងគត់ដែលអាចធ្វើឲ្យមនុស្សអាចគ្រប់គ្រងភពអង្គារបានយ៉ាងពិតប្រាកដពេលនោះឯងដែល Elon Musk បានព្យាយាមរួបរวมវិស្វករល្បីៗដើម្បីឲ្យមកបម្រើការងារនៅក្នុងក្រុមហ៊ុន SpaceX ក៏សាងរ៉ុកែតដំបូងគេដើម្បីហោះទៅភពអង្គារតែម្ដងហើយពេលដែលរ៉ុកែតនឹងហោះទៅដល់កណ្ដាលអវកាសនឹងឯងវាក៏ផ្ទុះផឹងខ្ទេចអស់តែម្ដងក៏សាងរ៉ុកែតទី2ហោះទៅម្ដងទៀតផ្ទុះដូចគ្នាព្យាយាមបង្កើតលើកទី3វាក៏ផ្ទុះម្ដងទៀតផ្ទុះហើយផ្ទុះទៀតធ្វើឲ្យថ្លៃដើមនៃការផលិតលុយដែល Elon Musk គូទុកមកស្ទើរតែអស់រលីងពីខ្លួនធ្វើឲ្យគាត់ត្រូវសម្រេចចិត្តថាគួរតែបញ្ចប់ត្រឹមនេះឬក៏បន្តទៅមុខទៀតបើសិនជាសាកល្បងបង្ហោះរ៉ុកែតលើកទី4អាចនឹងកើតឬក៏អាចនឹងអស់រលីងពីខ្លួនហើយគាត់ក៏បានសម្រេចចិត្តបង្ហោះរ៉ុកែតលើកទី4ដែលវាគឺជាការហោះរ៉ុកែតលើកចុងក្រោយបើសិនជាមួយលើកនេះផ្ទុះបែកទៀតមានន័យថាអស់ហើយអត់មានអីទៀតទេហើយនៅពេលដែលរ៉ុកែតកំពុងតែហោះឡើងទៅលើមេឃនៅក្នុងបន្ទប់ control ម៉ាស៊ីនក៏នាំគ្នាព្យាយាមអត់ដង្ហើមទប់ដង្ហើមយ៉ាងអត់ធ្មត់នាទីទី1បានកន្លងផុតទៅនាទីទី2ក៏កន្លងផុតទៅហើយនៅទីបំផុតវាក៏បានហោះជោគជ័យធ្វើឲ្យ SpaceX คล้ายទៅជាក្រុមហ៊ុនដំបូងគេបំផុតដែលអាចហោះទៅកាន់ភពអង្គារបានធ្វើឲ្យក្រុមហ៊ុន NASA បានចុះកុងត្រាកិច្ចសន្យាជាមួយនឹង SpaceX ដែលមានតម្លៃជាង$1000 លានសហរដ្ឋអាមេរិកដើម្បីបញ្ជូនរ៉ុកែតឲ្យទៅកាន់ភពអង្គារដែលហៅថា ISS ហើយធ្វើឲ្យ SpaceX មានដើមទុនជាច្រើនដើម្បីបន្ត business ខ្លួនឯងនៅក្នុងការផលិតរ៉ុកែតហោះទៅកាន់ភពអង្គារនិងការស្រាវជ្រាវផ្សេងទៀតហើយថែមទាំងអាចបង្កើតរ៉ុកែតដែលអាចប្រើប្រាស់បានលើសពីម្ដងរ៉ុកែតដែលអាចហោះបានដោយខ្លួនឯងហើយអាចប្រើប្រាស់សាំដដែលបាននិងផ្កាយរណបជាច្រើនរាប់ម៉ឺនដែលអាចជួយគ្រប់គ្រងនិងបញ្ជូនប្រព័ន្ធអ៊ីនធឺណិតមកកាន់ពិភពលោកបានបង្កើនចំណូលទៅកាន់ក្រុមហ៊ុនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយចុងក្រោយគឺគាត់កំពុងតែ design រ៉ុកែតមួយថ្មីដែលគោលបំណងគឺដឹកមនុស្សយកទៅដាក់ភពអង្គារហើយធ្វើឲ្យក្រុមហ៊ុន SpaceX ក្លាយទៅជាក្រុមហ៊ុនដែលមានតម្លៃ
ដើមទុនច្រើនជាងគេបំផុតនៅក្នុងពិភពលោកចង់បានផ្នត់គំនិតល្អៗនិងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាដោយបុគ្គលលំដាប់ទូទាំងពិភពលោកអាចជាសៀវភៅនេះដើម្បីទៅអានបានដោយខ្ញុំបានរៀបរាប់អំពីបទពិសោធន៍របស់បុគ្គលដែល top បំផុតនៅក្នុងពិភពលោកគ្រប់ផ្នែកនៃអាជីវកម្មមិនថាជាការធ្វើការងារឬការធ្វើ business ការអភិវឌ្ឍផ្នត់គំនិតខ្លួនឯងព្យាយាមបង្កើន mindset ដែលល្អគិតដែលវិជ្ជមានហើយការលើកទឹកចិត្តខ្លួនឯងនិងការមានវិន័យចំពោះខ្លួនឯងមានការបកស្រាយអំពីវិធីសាស្ត្រចំនួន7យ៉ាងដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបានដោយខ្លួនឯងងាយៗក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យឆ្ពោះទៅកាន់គោលដៅដែលខ្លួនបានកំណត់ទុកដោយដែលបុគ្គលល្បីៗទូទាំងពិភពលោកបានធ្វើចំពោះអ្នកដែលកំងទិញ10អ្នកដំបូងនឹងទទួលបានការ delivery free គ្រប់រាជធានីខេត្តរួចរាល់ឡើងណាចំនួនមានកំណត់ចង់បាន content ល្អៗបែបនេះកុំភ្លេចចុចតាមដាន account Money Freedom ទាំងអស់គ្នាគ្រប់ platform